ខ្ទះថ្មីនេះខ្ទះថ្មីយើងចៀនត្រីប្រេងឆាសុខៈប្រេងឆាសុខៈនេះគឺមានហោប្រយោជន៍ច្រើនមិនឲ្យមានកើតជំងឺដូចជាមហារីកជាដើមអញ្ចឹងយើងប្រើតែប្រេងឆានេះទេឥឡូវហ្នឹងខ្ញុំប្រើតែប្រេងឆាហ្នឹងទេចាពួកអីវាល្អចំពោះសុខភាពយើងអញ្ចឹងចានេះជាត្រីសមុទ្រថ្ងៃហ្នឹងយើងញ៉ាំត្រីសមុទ្រយើងខ្ញុំទិញមិញហើយប៉ុន្តែឥឡូវយកមកចៀនម្ដងយើងយកមកចៀនសិនចាំយើងយកទៅញ៉ាំឥឡូវនេះខ្ទះក្តៅហើយឥឡូវខ្ញុំយកត្រីមកដាក់ចៀនចាយើងដាក់ចៀនហើយចាប្រេងឆាហ្នឹងខ្ញុំធ្វើពីកន្ទក់បងប្អូនណាធ្វើផលប្រយោជន៍ជាច្រើនមិនឲ្យយើងកើតជំងឺទេឲ្យការពារជំងឺផ្សេងបានចាអញ្ចឹងយើងគួរតែប្រើផលិតផលខ្មែរហៅថាប្រេងឆាសុខៈហើយចំពោះផ្ទះនេះវិញខ្ញុំទឹកតែទិញហើយឥឡូវដែរបានយកមកធ្វើអីទេឥឡូវខ្ញុំយកមកសម្ពោធដើម្បីចៀនត្រីនេះផ្ទះថ្មីឯគ្រឿងផ្ទះថ្មីហើយចៀនត្រីសមុទ្រទៀតណាដោយវ៉ាកេចាឥឡូវយើងមើលមកទឹកក្រៀមហើយនៅយើងចៀនហ្នឹងមិនឲ្យក្រៀមទេគ្រាន់តែថាឲ្យវាក្តៅកុំឲ្យថាគេយកមកអញ្ចឹងហើយដល់ពេលទៅយើងអត់ក្តៅអត់អីចឹងខ្លាចវាមានមេរោគអីចឹងយើងដាក់ក្តៅចឹងទៅដើម្បីឲ្យវាកុំឲ្យមានមេរោគចាខ្លាចវាមានមេរោគតាមផ្លូវតាមអីពួកគេយកមកនេះហ៎គេជីកតាមផ្លូវលក់ចឹងណាចាអញ្ចឹងប៉ានេះបានហើយកុំឲ្យវាក្រៀមពេកអញ្ចឹងអត់ហើយទេខ្ញុំចូលចិត្តញ៉ាំណាធម្មតាអត់ឲ្យក្រៀមតែក្រៀមពេកវាអត់ឆ្ងាញ់ទេចាអញ្ចឹងយើងញ៉ាំរបស់នេះឆ្ងាញ់ហើយមានសុខភាពល្អទៀតអញ្ចឹងយើងត្រូវតែញ៉ាំរបស់ដែលមានគុណភាពយើងញ៉ាំរបស់ដែលមានគុណភាពហើយមានសុវត្ថិភាពទៀតចាអញ្ចឹងពេលយើងទៅទិញហ្នឹងមិនមែនជាតែទិញណាអញ្ចឹងយើងមើលអ្នកលក់ដែរមើលអ្នកលក់វាខ្ចប់ត្រឹមត្រូវអត់មានអនាម័យអីអត់អញ្ចឹងបានយើងទិញតែអញ្ចឹងដាក់រហែលហោចំហចាហាញ់អីអត់ទិញអត់ទិញទេអញ្ចឹងយើងទិញអាណាដល់ណាល្អអញ្ចឹងណាយើងមានក្របមានអីយើងទៅអញ្ចឹងបានយើងទិញឲ្យមានមេរោគអញ្ចឹងណាអញ្ចឹងយើងបានជៀនឆ្អិនហើយឥឡូវយើងយកទៅញ៉ាំបានហើយចាអរគុណច្រើនបងប្អូនដែលបានទស្សនាតាំងពីដើមដល់ចប់អរបាយបាយជួបគ្នាវីដេអូក្រោយណា